ចៅវាយស្រុកនិងប្រពន្ធបានឬចោលនិយាយដូច្នោះក៏ប្រឹក្សាគ្នាថាគួរឲ្យឆ្ងល់ណាស់ចោលវានិយាយនេះត្រូវដូចរឿងខ្លួនយើងគួរតែយើងចោះទៅសួរវាឲ្យជាក់មើលទើបចៅវាយស្រុកចុះពីផ្ទះទៅសួរចោលនោះថាឯងនិយាយរឿងអ្វីយើងឬតែស្ដាប់បានខ្លះមិនបានខ្លះចូលឯងនិយាយរឿងនោះឲ្យយើងស្ដាប់ក្នុងវេលានេះតាមពិតមកមើលទើបអាចោលចិត្តជានិយាយថាខ្លួនខ្ញុំនេះជាមនុស្សប្រព្រឹត្តចោលកម្មដើរតែលួចទ្រព្យគេរាល់យប់យកមកចិញ្ចឹមជីវិតការដែលលោកនៅជាមុនរីតូចពុំទាន់បានធ្វើចៅវាយស្រុកនៅឡើយវេលាយប់មួយនោះខ្ញុំដើរលួចគេហើយមកអង្គុយក្រោមផ្ទះលោកឬលោកនឹងប្រពន្ធនិយាយថាយើងនឹងរកប្រាក់40កហាបណៈពីណាបានយកទៅថ្វាយស្ដេចដើម្បីឲ្យបានធ្វើចៅវាយស្រុកក្នុងខេត្តមួយប្រពន្ធលោកថាយើងក្រីក្រម្លេះនឹងបានប្រាក់ពីណាខ្ញុំឮដូច្នោះមានចិត្តអាណិតលោកក៏ទៅយកប្រាក់40កហាបណៈពីផ្ទះវេចនិងកំណាត់សំពត់ជាដីមកដាក់ជិតក្បាលដំណេកទុកជូនលោករួចខ្ញុំត្រឡប់ទៅវិញថ្ងៃក្រោយឬគេនិយាយថាលោកបានធ្វើចៅវាយស្រុកខ្ញុំក៏មកលួចគេក្នុងខេត្តនេះគេចាប់ខ្លួនខ្ញុំបាននាំមកជូនលោកក៏ធ្វើទោសខ្ញុំមិនប្រណីចៅវាយស្រុកបានស្ដាប់ក៏ជឿជាក់ឥតសង្ស័យហើយថាសំឡាញ់ឲ្យឯងនិយាយនេះពិតប្រាកដមែនដែលអញបានធ្វើចៅវាយស្រុកពីព្រោះតែឯងជួយវេលានេះឯងកុំភ័យកុំតូចចិត្តអញនឹងដោះឯងឲ្យរួចចេញពីទោសមួយទៀតឯងនិងអញត្រូវយកគ្នាជាសម្លាញ់ទៅចៅវាយស្រុកសួរថាឯងឈ្មោះអីបុរសនោះជំរាបថាខ្ញុំឈ្មោះអាចោលចិត្តជាសួររួចហើយលោកចៅវាយស្រុកក៏ឡើងទៅលើផ្ទះវិញលុះភ្លឺច្បាស់ចៅវាយស្រុកបង្គាប់មេគុកឲ្យដោះអាចោលចិត្តជារួចពីទោសហើយនិយាយថាសម្លាញ់ឯងនៅនឹងអញចោះអញចិញ្ចឹមឯងពីថ្ងៃនេះទៅឯងកុំលួចគេទៀតអាចោលចិត្តជាឆ្លើយថារឿងលួចនោះអញមិនឈប់ទេដែលអញលួចទ្រព្យគេនេះគ្រាន់យកទៅចិញ្ចឹមមាតាមេម៉ាយចៅវាយស្រុកក៏ឲ្យប្រាក់30កហាបណៈឲ្យទៅឲ្យមាតាអាចោលចិត្តជាមិនព្រមយកចៅវាយស្រុកសួរថាផ្ទះសម្លាញ់ឯងនៅឯណាចូលឯងប្រាប់អញឲ្យត្រង់អាចោលចិត្តជាប្រាប់ថាអញនៅផ្ទះនោះហើយលាចៅវាយស្រុកទៅផ្ទះវិញ